បានដូចចិត្តចិនដាលែងពីព្រះឥន្ទ្រាធិរាជព្រះអង្គមានឫទ្ធិចេស្តាស្ដេចគាល់ក្បែរបរិពាយោធាទេវតាអស់និមឺនសពមុខមន្ត្រីព្រះអង្គសែនក្តៅឈួលពេញហរតីព្រះចាស់ថ្លៃឆ្ងល់ណាស់អង្គម្ចាស់ក៏បើប្រណិតទឹកឲ្យបានដូចចិត្តចិនដាព្រះឥន្ទ្រាធិរាជកាលបើកទៅឋានមនុស្សលោកស្រេចកាលណាពុំឃើញមានហេតុការអ្វីសោះក៏បើកទៅឋានអវិជ័យក៏ពុំឃើញមានហេតុភេទអ្វីចម្លែកដែរស្រាប់តែយូរបន្តិចព្រះអង្គបើកព្រះនេត្រទៅសមុទ្រសាគរស្រាប់តែឃើញស្វាពីលីនិងសុគ្រីតព្រះអង្គក៏សែបមុនវិជាការធ្វើជាកោះកណ្ដាលសមុទ្រសាគរឲ្យមានឈ្មោះថាខខឹមបុរីទុកឲ្យស្វាទាំងពីរក្រងរាជជ័យនិងបរិពាយាមយាត្រាបាទទាំងពីរនេះតែម្ដងព្រះឥន្ទ្រាធិរាជនៃស្ដេចទេវតាក៏មានរាជអង្គការថាការបើកើតរឿងនេះឡើងគ្មានអ្នកណាក្រៅពីនាងស្វាហាយនោះទេព្រះអង្គគង់គិតមិនយូរទេក៏សូមដាក់បណ្ដាសាឲ្យនាងស្វាហាយខ្វាក់ភ្នែកគូតជាប់នឹងថ្មក្នុងពេលណាមួយតែម្ដង